ก็សូមលើកយកនៅរឿងព្រេងប្រវត្តិតាក់ទងជាមួយនឹងមនុស្សស្លាប់ថ្មីតើមានប្រវត្តិរឿងរ៉ាវយ៉ាងណាគឺសូមអញ្ជើញសម្ដាប់ដូចតទៅការបានបុគ្គលម្នាក់ដែលបានទទួលមរណកាលឬក៏សេចក្តីស្លាប់ថ្មីទៅនៅលើឯផ្ទះឬក៏ទីកន្លែងណាមួយប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងក៏តែងតែគោរពអញ្ជើញអាចារ្យយោគីក៏ដូចជាត្រូវរកទឹកមួយក្អមមកក្អមតូចល្មមនិងដុំថ្មមួយដុំតូចហើយអុជធូប3សរសៃយកទៅដាក់នៅឯចុងជើងរបស់បុគ្គលដែលទទួលមរណកាលឬក៏ស្លាប់នោះទៅរួចធ្វើទស្សកិច្ចឬក៏ពិធីកិច្ចការពារនានាកុំឲ្យអសុរកាយវាចូលនៅក្នុងបុគ្គលនោះបានជាដើមទៅតាមទំនៀមទម្លាប់ស្រុកភូមិនិគមផ្សេងរបស់ខ្មែរយើងនៅមានសពថ្ងៃនេះឯងបើមិនធ្វើដូច្នោះទេកាលណាមានសត្វឆ្មាសម្បុរខ្មៅលោតកន្លងបុគ្គលនោះអសុរកាយនឹងរូបអវិជ្ជាឬក៏អកុសលនៃមនុស្សផ្សេងនឹងចូលសន្ធិដ្ឋនៅបុគ្គលនោះដែលទទួលសេចក្តីស្លាប់ឬក៏មរណកាលនោះជាពំខានតែបើមិនបានធ្វើដូច្នោះទេគេត្រូវពាត់អសីមាបើបានពាត់អសីមាហើយនោះទោះបីជាឆ្មាខ្មៅលោតរំលងយ៉ាងណាក៏មិនទៅជាថ្មីនោះដែរដូចជាតាមជំនឿរបស់ខ្មែរយើងថាអសុរកាយជាពួកបិសាចដែលតែងត្រាច់បង្គាប់រកស៊ីនៅគម្រោងសាកសពហើយជួនកាលអាចបន្លាចមនុស្សផងក៏មានទើបគេត្រូវតែការពារបុគ្គលនោះដោយពិធីផ្សេងដូចជារៀបចំអុជធូបរៀបចំទឹកដាក់ក្អមក៏ដូចជាពាត់អសីមាជុំវិញបុគ្គលដែលស្លាប់នោះទៅតែងតែប្រាប់ឲ្យគ្នាដឹងឬក៏តែងតែប្រាប់ធ្វើនៅកិច្ចផ្សេងចំពោះបុគ្គលដែលស្លាប់ដូច្នោះដែរដើម្បីជៀសវាងសេចក្តីអន្តរាយសេចក្តីភ័យខ្លាចរបស់អ្នកស្រុកភូមិនិគមផ្សេងក៏ដូចជាសេចក្តីសុខសុវត្ថិភាពទៅដល់ក្រុមគ្រួសារនៃសពផងដែរខ្ញុំបាទនឹងលើកនិទានមួយមកដំណើរថាហេតុអ្វីបានជាគេតែងតែធ្វើនៅកិច្ចកម្មវិធីអុជធូបក៏ដូចជាពាត់អសីមាចំពោះសពដែលបានស្លាប់ទៅដើម្បីអ្វីពីដើមឡើយនៅឯស្រុកមួយជាទីហោរដ្ឋាននៅឯងដាច់ស្រយាលអំពីទីប្រជុំជនទីស្រុកមួយសម្បូរទៅដោយព្រៃស្រោងយ៉ាងត្រឈឹងត្រឈៃត្រជាក់ត្រជុំគួរជាទីភ័យខ្លាចរបស់មនុស្សម្នាទាំងឡាយក៏ដូចជាមានអាកាសធាតុត្រជាក់អមជាមួយនឹងទឹកសន្សើមដែលបានធ្លាក់ចុះមកអំពីសន្លឹកនៃឈើនិងសូរសំឡេងសត្វបក្សាបក្សីនានាស្រែកប្រហោអើងកងយំគួរឲ្យចាប់អារម្មណ៍ជាពន់ពេកបិទអីនៅក្នុងស្រុកនោះមានព្រៃឈើធំ
នៅតំបន់នោះមានផ្ទះមួយជាចម្រោកនៃមនុស្សនោះឯង4នាក់ដែលបានស្នាក់នៅក្នុងគេហដ្ឋានដ៏ដាច់ស្រយាលនោះគឺឪពុកម្ដាយនិងកូនប្រុស2នាក់នៅក្នុងវ័យជំទង់រស់នៅជុំគ្នាក្នុងគេហដ្ឋាននៅក្នុងតំបន់ដាច់ស្រយាលនោះឪពុកក៏បានចាកចេញទៅរកស៊ីទទួលទាននៅឯស្រុកឆ្ងាយយូរទៅវិលមកផ្ទះម្ដងម្កាលនោះឯងកូនប្រុសទាំង2នាក់នៅជាមួយម្ដាយថ្ងៃមួយកាយដល់អ្វីដែលម្ដាយនោះក៏មាននៅជំងឺគឺស្កាត់នោះឯងជាធ្ងន់ក៏បានទទួលមរណកាលគឺសេចក្តីស្លាប់មកដល់ក៏ដោយរោគពាពាតពេលនោះទៅអ្នកស្រុកតែងតែនៅភូមិផងជាប់គ្នាប៉ុន្តែគេនៅឯផ្ទះឆ្ងាយក្បិតអីគ្រួសាររបស់គាត់នោះឯងនៅក្នុងព្រៃរៀងស្ងាត់និងឆ្ងាយពីអ្នកដទៃនាំគ្នាមកជួយធ្វើក្តារមឈូសដាក់នៅសាកសពរួចស្រេចហើយទៅដល់ល្ងាចក៏ត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញអស់រលីងទៅផ្ទះសពនោះក៏ត្រូវនៅដាច់ស្រយាលមានតែ2អ្នកបងប្អូនកំព្រាអុជធូបអុជភ្លើងភ្លឺផ្លុងដាច់ស្រយាលនៅយាមសាកសពរបស់ម្ដាយនៅឯក្នុងព្រៃផ្ទះរបស់គាត់នោះឯងដើម្បីរងចាំដល់ភ្លឺឡើងនឹងមានអ្នកចិត្តខាងមកជួយរៀបចំបន្តពិធីកិច្ចផ្សេងទៀតឯសពម្ដាយនៅក្នុងមឈូសនោះពុំបានហុំព័ទ្ធអសីមាឬក៏ធ្វើនៅកិច្ចកម្មវិធីអ្វីមួយឡើយក៏ព្រោះតែពេលក៏ខើចនឹងទៅរកអាចារ្យមកពីណាដើម្បីធ្វើកិច្ចពុំទាន់បានណាមួយនៅឯឆ្ងាយពីអ្នកដតីផ្លូវនោះឯងកាត់ព្រៃរៀងស្ងាត់ផងក៏ត្រូវនឹងស្របពេលដែលសត្វសាហាវចាក់ចេញអំពីលំនៅឋានដើម្បីស្វះស្វែងរកចំណីជាដើមនៅក្នុងល្ងាចរាត្រីចំណែកឯក្នុងរាត្រីនោះក្មេងទាំង2នាក់បងប្អូនចេះតែនាំគ្នាមានសេចក្តីភ័យព្រួយបារម្ភជាដើមព្រោះយប់កាន់តែស្ងប់ទៅសត្វខ្លែងស្រៈនោះឯងសត្វរលកខ្មោចក៏ចេះតែបញ្ចេញសម្រែកគួរឲ្យព្រឺព្រួចស្បែកព្រោះអីខ្លួននៅតែ2នាក់បងហើយនឹងប្អូននៅក្នុងព្រៃយើងថ្លែងអំពីអសូរកាយដែលតែងតែត្រាច់បង្កាច់រកស៊ីសាកសពឬក៏កម្រងក្នុងព្រៃឬក៏អសពសាកសពសត្វផ្សេងដែលនៅក្នុងព្រៃនោះជាអាហារលោប្រទះឃើញខ្មោចនៅក្នុងក្តារមឈូសដែលមិនទាន់មានអសីមាពាត់ការពីនៅឡើយក៏លៀនខ្លួនចូលទៅក្នុងរូបសពនោះមួយរំពេចទៅពេលនោះឯងអសុរកាយចូលខ្មោចដែលនៅស្ដុកស្ដឹងប្រៀបបានទៅនឹងដុំឈើនោះក៏ស្រាប់តែហាក់ដូចជាមានអវិញ្ញាណឡើងវិញហើយបំរេះបំរាស់ប្រែប្រួសងើបចេញអំពីក្តារមឈូសអសុរកាយក៏បានចូលទៅក្នុងសាកសពហើយក៏បានងើបឡើងអំពីមឈូសនៅក្នុងនោះទៅយើងនិយាយចំណែកអំពីកូនប្រុសទាំង2នាក់បងប្អូនដែលកំព្រាដេកនៅចិត្តឯក្តារមឈូសរបស់អ្នកម្ដាយគាត់នោះប្អូនមិនទាន់ដឹងការអ្វីច្រើនក៏ដេកលងលក់ទៅនៅសល់តែកុមារដែលជាបងចេះតែមានការព្រួយបារម្ភខ្លាចលុះបានលើសូរខ្មោចនោះរើទ្រុសទ្រះក្នុងមឈូសទៅវាក៏ចេះតែលួចសម្លឹងទៅរកមើលក្តារមឈូសទៅដោយសេចក្តីភ័យខ្លាច
សេចក្តីព្រួយបារម្ភនោះឯងមិនយូរប៉ុន្មានស្រាប់តែខ្មោចនោះអើតក្បាលចេញអំពីក្តារមឈូងភ្លាមមកពេលនោះដែរម៉ែអើយមកធ្វើអ្វីនឹងដោយសេចក្តីភ័យខ្លាចរបស់កូនបងគាត់ដឹងនៅហេតុភេទជាដើមក៏កុមារបងឃើញដូច្នោះក៏មានភ័យណាស់ក៏កន្ត្រាក់ដៃប្អូនអស់រត់ចុះអំពីលើផ្ទះបាត់នៅក្នុងរាត្រីយប់នោះអូនក៏ស្ទុះទៅតាមទាំងសេចក្តីមមីមមើមិនទាន់ដឹងខ្លួនព្រោះអីកំពុងតែដេកលក់បងនិយាយបណ្ដើររត់បណ្ដើរប្រាប់អូនថាកុំអោយងាកកោយឲ្យសោះនៅពេលនោះក្មេងទាំងពីររត់ទៅមិនចាំយូរប៉ុន្មានខ្មោចនោះក៏លោតចេញដេញតាមពីក្រោយទៅដែរឃើញដូច្នោះក្មេងទាំងពីររត់សំដៅទៅវត្តព្រោះគិតឃើញថាមានតែវត្តទេដែលអាចជួយខ្លួនឲ្យផុតអំពីសេចក្តីអន្តរាយភ័យនៅពេលនេះយើងនិយាយចំណែកអំពីអសូរកាយលុះតាមទៅដល់របងវត្តឃើញសីមាវាក៏មិនហ៊ានចូលក៏កិច្ចចេញអំពីរូបសាកសពនោះទៅហើយសាកសពនោះក៏រលំដេកត្រងាងនៅក្នុងទីក្បែររបងវត្តនោះឯងនៅទីនោះទៅលុះព្រឹកឡើងព្រះសង្ឃក៏ដូចជាអ្នកស្រុកដឹងរឿងហើយក៏ផ្អើលមានសេចក្តីភ័យខ្លាចឈូឆរនាំគ្នាលើកសាកសពនោះទៅបូជាធ្វើជាកិច្ចរងាប់គ្រោះចង្រៃឬក៏រងាប់ឧបទ្រពសពបានសពយ៉ាងទៅតាមគម្លាមគម្លាប់ប្រពៃណីរបស់ដូនតានៅពេលនោះទៅដោយខ្លាចមានហេតុអាក្រក់ចាយដន់ដូចក្នុងរឿងដំណាលនេះឯងទើបចាស់បុរាណបានបង្គាប់គ្នាឲ្យមានបណ្ដាលពិធីកិច្ចផ្សេងៗនិងវត្តសីមាចាំបាច់ឲ្យធ្វើជាច្បាស់លាស់ដើម្បីរងាប់ដើម្បីការពារទុកជាមុនពីព្រោះពួកអមនុស្សអសូរកាយអសុរផ្សេងតែងតែបៀតបៀនឬក៏តែងតែស្វែងរកចំណីអាហារនៅពេលរាត្រីយប់ស្ងាត់ជាដើមដើម្បីការពារទុកជាមុនកុំឲ្យមានហេតុភេទណាមួយកើតឡើងដោយយថាហេតុឬក៏ដោយចៃដន្យពីចុងក្រោយខ្ញុំបាទក៏សូមអរគុណក៏ដូចជាបញ្ជាក់ប្រាប់បងប្អូននិយាយថានៅក្នុងកិច្ចកម្មវិធីពិធីបុណ្យតាក់ទងជាមួយនឹងមនុស្សស្លាប់បុរាណអាចារ្យឬក៏អាចារ្យភ្លុកក៏តែងតែធ្វើកិច្ចកម្មវិធីដើម្បីការពារនៅហេតុភេទឬក៏ការពារនៅមនុស្សទាំងឡាយមកសាកមកលួចលូកលាន់នៅសាកសពឬក៏បំផិតបំភ័យទៅដល់បងប្អូនដែលនៅក្នុងក្រុមគ្រួសារនៃសពដោយក្នុងរឿងនិទានប្រវត្តិដែលខ្ញុំបាននិទាននេះជាដើមខ្ញុំបាទសូមអរគុណក៏ដូចជាសូមជម្រាបលា